ទឹកធ្លាក់កន្លែងនេះទឹកពាក់កណ្ដាលហូរចុះទៅតាមផ្លូវធម្មតាប៉ុន្តែទឹកពាក់កណ្ដាលទៀតបាត់ខ្លួនចូលទៅក្នុងរន្ធដ៏ធំមួយហើយគ្មានអ្នកណាដឹងថាវាទៅណានោះទេអ្នកនរគ្នាអស់រយៈពេលជាង1សតវត្សមនុស្សជាច្រើនបានព្យាយាមស្វែងរកចម្លើយអ្នកខ្លះថាវាហូរទៅកាន់រូងក្រោមដីដ៏ធំហើយខ្លះទៀតជឿថាវាអាចភ្ជាប់ទៅកាន់បឹងឬសមុទ្រដែលស្ថិតនៅឆ្ងាយរាប់រយគីឡូម៉ែត្រដោយកន្លែងនោះមានឈ្មោះថា Devil's Kettle Falls ឬគេហៅមួយទៀតថាឆ្នាំងរបស់អារក្សអ្នកនរគ្នា Devil's Kettle Falls ស្ថិតនៅក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិកទន្លេមួយឈ្មោះថា Brule ហូរមកដល់ចំណុចមួយហើយបែកជាពីរសាខាខាងឆ្វេងហូរធ្លាក់ចុះដោយទឹកធ្លាក់ធម្មតានោះទេប៉ុន្តែសាខាខាងស្ដាំវាហូរចុះទៅក្នុងរន្ធថ្មរាងមូលដ៏ធំដែលមើលទៅដូចជាឆ្នាំងយក្សអញ្ចឹងហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺគ្មាននរណាម្នាក់អាចមើលឃើញទឹកនោះហូរចេញមកវិញឡើយអ្នកនរគ្នាអស់រយៈពេលជាច្រើនឆ្នាំអ្នកទេសចរនិងអ្នកវិទ្យាសាស្ត្របានសាកល្បងបោះវត្ថុជាច្រើនចូលទៅក្នុងរន្ធនេះមានអ្នកបោះដុំឈើបោះបាល់ពីងប៉ុងសំបីតែដាក់ទឹកពណ៌ជាដើមប៉ុន្តែអត់មានអ្នកណាម្នាក់រកឃើញវានៅកន្លែងណាទៀតឡើយវាហាក់ដូចជាវាបាត់ពីលើផែនដីយើងតែម្ដងដោយសារតែរឿងនេះទើបមានទ្រឹស្ដីជាច្រើនកើតឡើងដោយអ្នកខ្លះនឹងជឿថាវាហូរចូលទៅក្នុងបណ្ដាញរូងក្រោមដីដ៏ធំអ្នកខ្លះទៀតនឹងគិតថាវាអាចហូរចេញទៅកាន់បឹង Superior ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាននោះទេហើយអ្នកស្រឡាញ់រឿងអាថ៌កំបាំងវិញក៏និយាយថាវាអាចជាច្រកទៅកាន់ពិភពក្រោមដីជាច្រើនឆ្នាំមកនេះអ្នកជំនាញភូមិភាគឦសានបានសិក្សាទីតាំងនេះយ៉ាងម៉ត់ចត់ពួកគេបានវាស់បរិមាណទឹកមុនពេលទន្លេបែកជាពីរអ្នកនរគ្នានិងវាស់ម្ដងទៀតក្រោយពីទឹកធ្លាក់ទាំងពីររួមគ្នានៅខាងក្រោមជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើលមែនទែនបរិមាណទឹកស្ទើរតែស្មើគ្នានោះមានន័យថាទឹកដែលចូលទៅក្នុងរន្ធមិនបានបាត់ខ្លួនឡើយអ្នកនរគ្នាវាគ្រាន់តែហូរតាមផ្លូវក្រោមដីហើយវាចេញមកវិញនៅចំណុចខាងក្រោមដែលភ្នែកមនុស្សមិនអាចមើលឃើញបាននោះទេមូលហេតុដែលកាលពីមុនគេមិនអាចរកឃើញវានឹងគឺដោយសារតែកម្លាំងទឹកខ្លាំងណាស់អ្នកនរគ្នាវត្ថុដែលមនុស្សបោះចូលដូចជាដុំឈើឬបាល់អាចជាប់នៅក្នុងថ្មបែកខ្ទេចខ្ទីឬលិចមុនពេលដែលហូរចេញដូច្នេះការមិនឃើញវត្ថុទាំងនោះមិនមែនមានន័យថាទឹកបានបាត់ទៅកន្លែងអាថ៌កំបាំងនោះទេដោយសពថ្ងៃនេះអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ស្របនឹងទឹកនៅ Devil Kettle ហ្នឹងមិនបានបាត់ទៅណានោះទេវាហូរតាមប្រព័ន្ធថ្មក្រោមដីក្នុងចម្ងាយខ្លីហើយត្រឡប់ចូលទន្លេប្រូលវិញអ្នកនរគ្នាទោះជាយ៉ាងណាក៏ដោយមនុស្សជាច្រើននៅតែចូលចិត្តរឿងព្រេងនិងទ្រឹស្ដីអាថ៌កំបាំងជុំវិញកន្លែងនេះព្រោះរូបរាងរបស់វាពិតជាចម្លែកនិងកម្រឃើញណាស់ Devil's Kettle Falls បង្ហាញឲ្យយើងឃើញថាធម្មជាតិអាចបង្កើតទេសភាពដែលមើលទៅដូចជាលើសពីការពន្យល់ទៅទៀតអ្នកនរគ្នាទោះបីជាវិទ្យាសាស្ត្របានផ្ដល់ចម្លើយដ៏សមហេតុផលមួយក៏ដោយកន្លែងនេះនៅតែទាក់ទាញអ្នកទេសចររាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំដែលចង់ឃើញដោយភ្នែកខ្លួនឯងផ្ទាល់ថាទឹកដែលហូរចូលទៅរន្ធដ៏ធំហ្នឹងចុងក្រោយវាទៅណាចុះសម្រាប់អ្នកនរគ្នាវិញគិតយ៉ាងម៉េចដែរសូមខមមិននៅខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកនរគ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក